ថ្មីមកទៀតហើយបងប្អូនជំរាបសួរបងប្អូនថ្ងៃនេះសុខសប្បាយអត់ហើយខ្ញុំមានម្ហូបថ្មីសម្រាប់បងប្អូនត្រៀមសម្រាប់សែនក្បាលទឹកប្រហែលថ្ងៃខាងមុខនេះបងប្អូនរកនៅឃើញទេអាច share វីដេអូឬក៏ share ទុកមើលបានបងប្អូនណាអត់ទាន់ចេះធ្វើអាចមើលវិធីធ្វើបានណាហើយម្ហូបមុខនេះហៅថាមីរុំសាច់ជ្រូកបំពងបងប្អូនអាចជ្រើសរើសស្នូលអីក៏បានដែរដូចជាសាច់គោស្នូលបាគាយកមកច្រាំលាយគ្នាចេះមកនេះថ្ងៃនេះខ្ញុំមានសាច់ជ្រូកលាយសាច់គោខ្ញុំច្រាំលាយគ្នាអញ្ចឹងណាហើយមីខ្ញុំស្រស់មិញហ្នឹងខ្ញុំអត់មានមីស្រស់ទេខ្ញុំស្រស់មីដុំមីរឹងយើងហ្នឹងហើយបញ្ជាក់បងប្អូនចង់ស្រស់មីធ្វើដូចខ្ញុំនេះបងប្អូនកុំស្ងោរមីឲ្យឆ្អិនពេកស្ងោរយកមកឆ្អិនមុំកុំឲ្យវារីកកុំឲ្យវារីកដូចកុំឲ្យវាឆ្អិនខ្លាំងដូចយើងស្រស់ហូបកាទៀវហូបអីចឹងយើងគ្រាន់តែស្ងោរវាឲ្យឆ្អិនបានហើយសំណុកយកមករុំហើយពេលស្ងោរហ្នឹងបងប្អូនមិនបាច់ចាំដាក់ប្រេងឆាចូលអីទេកុំឲ្យវាល្អិលពិបាកយើងរុំវាហើយគ្រឿងផ្សំខ្ញុំបង្ហាញបងប្អូនមិញហ្នឹងខ្ញុំបន្តមករៀបរាប់មានប៊ីចេងស្ករទឹកស៊ីអ៊ីវប្រេងខ្យងទឹកត្រីហើយម្សៅស៊ុបរ៉ូឌីហើយនឹងពងមាន់ហើយបងប្អូនកុំចោលស្លឹកខ្ទឹមហើយនឹងស្លឹកជីវ៉ាន់ស៊ុយគឺវាផ្ដល់ក្លិនឈ្ងុយខ្លាំងខ្ញុំផ្សំគ្រឿងមកហ្នឹងខ្ញុំបានរៀបរាប់ទេមានខ្ទឹមសមានអីហ្នឹងបងប្អូនណាហើយច្បល់គ្នាដាក់គ្រឿងដូចខ្ញុំបង្ហាញបងប្អូនមកចប់ហ្នឹងហើយបងប្អូនកុំភ្លេចម្យ៉ាងទៀតក៏សំខាន់ដែរយើងបងជាមួយម្សៅឆាចូលដើម្បីឲ្យវាសាច់ស្នូលហ្នឹងវាស្អិតល្អយើងសំណុករុំទៅកុំឲ្យវារៀងជ្រាយពេកហើយបន្ទាប់ពីយើងលាយគ្រឿងអស់ឥឡូវយើងមើលវិធីរុំមីនេះក៏ខ្ញុំអត់សូវចេះជំនាញអ្នករុំអីដែរបងប្អូនខ្ញុំធ្វើគឺរៀងឆិនឆៃដែរទេបងប្អូនអាចយកមីទៅសៃមូលធ្វើក៏បានដែរឬក៏មីសៃតប៉ែតដូចខ្ញុំក៏បានដោយសារខ្ញុំរកមីទៅសៃមូលអត់បានអញ្ចឹងខ្ញុំសម្រាប់ចិត្តធ្វើសរសៃតប៉ែតចឹងមកទៅសាមីនោះខ្ញុំមានស្រាប់ផងទេហើយបងប្អូនចង់រុំប្រហែលវិធីក៏បានដែរតែបងប្អូនរុំស្អាតហើយបញ្ជាក់តិចបើសិនជារុំកុំឲ្យវាចិត្តសាច់ជ្រូកយើងណាកាលណាវាចិត្តទៅបំពងវាអត់សូវឆ្អិនដល់ស្នូលក្នុងទេបងប្អូនអាចរុំស្អាតជាងខ្ញុំអីធ្វើមិនក៏បានដែរដូចខ្ញុំបង្ហាញវិធីទី1មិញគឺខ្ញុំរុំទាញពីក្បាលមីមកហើយវិធីទី2ទៀតគឺខ្ញុំចាប់សរសៃមីហ្នឹងពាក់កណ្ដាលហ្មងហើយខ្ញុំបត់ទៅរុំឆ្លាស់ទៅឆ្លាស់មកឥឡូវចាំមើលខ្ញុំធ្វើវិធីទី2នេះដាក់សាច់ជ្រូកកណ្ដាលមកហើយសរសៃមីដាក់ចំកណ្ដាលហ្នឹងបត់ឆ្លាស់ទៅឆ្លាស់មកអាហ្នឹងអ្វីដែលបងប្អូនចូលចិត្តធ្វើតិចនិចណាស្រួលបងប្អូនធ្វើតាមតិចនិចហ្នឹងទៅខ្ញុំបង្ហាញទាំងពីរវិធីគាត់ថាវិធីខ្ញុំធ្វើនេះខ្ញុំមិនអ្នកស្ទាត់ទេខ្ញុំអត់ចេះរុំដែរទេគាត់តែរុំមិនកុំឲ្យវាលបោទៅបានហើយបងប្អូនដាក់ម្សៅពពងផងកុំឲ្យវាស្អិតកុំឲ្យវាស្អិតជាប់នឹងចង្កែកឬក៏ចានយើងតំណប់អញ្ចឹងណានេះញមូចេះតែមូទៅបានប៉ុណ្ណឹងវាមិនសូវស្អាតអីណាគ្រាន់តែថាយើងវាអត់លាចេញពីគ្នាហើយបងប្អូនចាក់ខ្លាញ់ទុកឲ្យក្តៅមកយើងចាប់ដើមពងវាពេលយើងពងហ្នឹងបងប្អូនបើកប្រេងឲ្យវាក្តៅខ្លាំងបើកភ្លើងណាយើងបើកឲ្យវាក្តៅខ្លាំងហើយយើងតម្លាក់អីចូលតិចទៅមើលទៅថាវាពងបានវាឡើងពុះល្អអញ្ចឹងទៅចាំយើងដាក់ហើយឥឡូវខ្ញុំដាក់ប្រេងហ្នឹងក្តៅខ្លាំងហើយខ្ញុំដាក់ចៀនវាបន្ទាប់ពីចៀនវាអស់ហើយឲ្យវាឆ្អែតប្រេងមកស្ទុះទៅពេលយើងបង់ដាក់ហ្នឹងយើងចាប់ដើមបន្ថយភ្លើងមកវិញមកបន្ថយភ្លើងតិចបានហើយកាលណាយើងចៀនដាក់ភ្លើងបង្ខំខ្លាំងគឺវាអត់ឆ្អិនដល់ខាងក្នុងឯងវាបានខ្លោចខាងក្រៅហើយវាឆៅក្នុងទៀតពេលដែលយើងប្រពងត្រឡប់ទៅត្រឡប់មកអញ្ចឹងគឺយើងដាក់ភ្លើងវាហឹមល្មមបានហើយកុំឲ្យវាក្តៅខ្លាំងរហូតដល់វាខ្លោចក្រៅឆៅក្នុងដូចខ្ញុំបានរៀបរាប់មិញហ្នឹងណាកាលណាបងប្អូនដាក់ភ្លើងតិចមកវាពងទៅវាស្រួយតាមសម្រួលរបស់វាហើយពណ៌វាគឺថាស្អាតហើយរសជាតិវាក៏ឆ្ងាញ់ដែរបានន័យថាវាស្រួយក្រៅវាទន់ក្នុងវាអត់ស្ងួតវាអត់ខ្សោះទេដោយសារខ្លាញ់នេះខ្ញុំពងដាក់ម្សៅបំពងដាក់រួយអញ្ចឹងទៅវាខ្លោចហើយខ្ញុំដួសចេញម្សាខ្ញុំធ្វើនំហ្នឹងរៀងច្រើនដែរប្រហែលជា750នំអីដែរបងប្អូនគាត់ថាបងប្អូនចង់ធ្វើម្ហូបមួយមុខនេះរៀងអត់ធ្មត់តិចទៅតតែអ្នករៀងអាសាដែរគាត់ថាឥឡូវយើងមានម៉ាស៊ីនកិនសាច់កិនអីវាមិនសូវនឿយទេអ្វីដែលនឿយអត់ធ្មត់បំផុតនេះគឺខ្ញុំការយើងយកសាច់ជ្រូកមករុំមួយមីហ្នឹងអ្នកខ្លះគេហៅមីរុំមីសរងអ្នកខ្លះហៅមីរុំសាច់ជ្រូកបំពងស្អែកតែគេហៅអញ្ចឹងហើយនេះខ្ញុំអាទឹកម្ទេសខ្ញុំថ្ងៃមុនសុបពងទាកូននេះខ្ញុំយកមកជ្រលក់អាមីបំពងហ្នឹងគឺឆ្ងាញ់និយាយខ្ញុំទិញទឹកម្ទេសមួយដបហ្នឹងវាចំណេញគ្រប់មុខហ្មងចង់យើងញ៉ាំជាមួយរបស់បំពងក៏វាឆ្ងាញ់ជាមួយគ្រឿងស៊ុបក៏វាឆ្ងាញ់ដែរវាមិនបានប្រម៉ូទឲ្យគេទេគ្រាន់តែបងប្អូនសាកតាមទីខ្ញុំហើយក៏អ្នកខ្លះទៀតក៏គាត់ញ៉ាំជាមួយទឹកត្រីផ្អែមទឹកត្រីមាន់ទឹកត្រីដបបងដូចបោះផ្ទះលេខ2គេធ្វើលក់តែយើងញ៉ាំមួយហ្នឹងទៅបើសិនជាបងប្អូនចូលចិត្តវីដេអូខ្ញុំជួយ like ជួយ share ផងបងប្អូនថ្ងៃក្រោយខ្ញុំធ្វើរបៀបធ្វើទឹកជ្រលក់គៀវឲ្យបង្ហាញបងប្អូនទៀតហើយមើលទៅបើបងប្អូនមានចំណារអារម្មណ៍សូមបងប្អូនសាកធ្វើ